បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់ព្រុស05នេះដែរគឺពាក់ព័ន្ធជាមួយខូចចង្ហាល់នេះបងប្អូនណាបាទខូចចង្ហាល់ជាទូទៅបើសិនជាមិនថាឡានណាទេឲ្យតែខូចចង្ហាល់គឺវាអត់ត្រជាក់ឯងអញ្ចឹងតតផ្លាស់ប្ដូរចង្ហាល់នេះឲ្យចង្ហាល់នឹងវិលសម្រាប់បញ្ចុះកម្ដៅទើបឡាននឹងចាប់ផ្ដើមត្រជាក់ដូចជាស្ដែងឡានព្រុសនេះអញ្ចឹងអត់ត្រជាក់គាត់យកមកឆែកមើលគឺខូចចង្ហាល់មួយក្របនេះខូចចង្ហាល់មួយក្របហ្នឹងឥឡូវយើងធ្វើការផ្លាស់ប្ដូរចង្ហាល់ហើយនឹងដោះលាងសម្រាប់ព្រុសនេះបាទហើយសម្រាប់ឡានបលាយនេះបញ្ហាខូចកុំព្យូទ័រនោះបងប្អូនខូចកុំព្យូទ័រធ្វើការផ្លាស់ប្ដូរកុំព្យូទ័រហើយដោះលាងបាទបលាយ330បងដុំដង្ហាហើយខូចដង្ហាមកវា200ទេបងធ្វើការដោះលាងបាទឡាននៅត្រជាក់ធម្មតាបងយកមកដោះលាងមកទទួលសេវាកម្មរើតាប់ឡូដោះលាងបងប្អូនបាទតាប់ឡូវាផ្នែកខាងក្នុងយើងរើចេញឲ្យ200ទេនេះបលាយផ្លាស់ប្ដូរកុំព្យូទ័រអូខេបងប្អូនបាទឥឡូវនេះមកដល់ Highlander មួយគ្រឿងទៀតហើយសម្រាប់ Highlander នេះដែរគឺពាក់ព័ន្ធជាមួយនឹងខូចមុខបជាម៉ាស៊ីនត្រជាក់បាទនេះ Highlander 02 ml បាទ Highlander 02 ml នេះគឺអត់មានចេញមុខទេម៉ាស៊ីនត្រជាក់នេះបងប្អូនបាទបងប្អូនគេងឹតឆឹងអានេះ ml ណាសម្រាប់ ml គឺអត់ថាធ្វើទុកមុខបជាម៉ាស៊ីនត្រជាក់ហ្នឹងហ្មងអលិតខូចហើយមញ៉េភ្លើងមញ៉េមកធម្មតាមញ៉េឬធម្មតាអត់តែមុខបជាម៉ាស៊ីនត្រជាក់ឯងអញ្ចឹងសម្រាប់ Highlander 02 ml នេះខូចមុខបជាម៉ាស៊ីនត្រជាក់អញ្ចឹងយើងធ្វើការផ្លាស់ប្ដូរមុខបជាម៉ាស៊ីនត្រជាក់ហើយនឹងដោះលាងបាទអូខេបងប្អូនបាទនេះមុខបជាម៉ាស៊ីនត្រជាក់របស់ Militit Highlander 02ឥឡូវបានមកដល់ហើយឥឡូវជាងខ្ញុំដោះចេញដើម្បីដោះមញ៉េផ្លាស់ប្ដូរដោះមុខបជាម៉ាស៊ីនត្រជាក់ផ្លាស់ប្ដូរជាស្រ័យមានមុខមញ៉េបាទលើបាញ់ដោះចៅមកនេះមុខបជារបស់ Highlander Militit 02ដែលមកអលុតឥឡូវយើងផ្លាស់ប្ដូរដាក់ស៊ីនក្បាលឡានបងប្អូនបាទឥឡូវវាដើរធម្មតាវិញអស់នេះមកមិនអត់ចេញអលុតឆឹងហ្មងទាំងលេខទាំងអីទាំងអស់ហើយយើងត្រូវបានធម្មតាវិញតែគាត់នៅវាព្រីលអសបន្តិចអាសេបិទបើកបានធម្មតាអូតូអីអូខេ